ចឹងខ្ញុំបងប្អូនអរគ្នាចង់ញ៉ាំមាត់អាំងកែបបោកដែលរសជាតិឆ្ងាញ់ហើយខ្ញុំបន្តអាំងកណ្ដៅៗជូនរហូតចឹងបងប្អូននឹងថាមកម៉ោងម៉ាននេះគឺខ្ញុំអាំងកណ្ដៅៗជូនហ្មងហើយអ្វីដែលកាន់តែពិសេសស្រាប់មាន់គឺជាប្រភេទមាន់ខ្ចីបោកចាំបែបធម្មជាតិហើយកែបបោកវិញយើងប្រើជាមួយសាច់ជ្រូក3ជាន់សតហ្មងស្រាប់ថ្ងៃនេះខ្ញុំកំងខ្ញុំដុំមកកំងទៀតហើយបងប្អូនស្រាប់ឈុតនេះ40ឈុតទៀតហើយឥឡូវនេះខ្ញុំរៀបចំជាមួយនឹងមាន់មួយបាយមួយមាន់មួយបាយមួយចំនួន40ឈុតចាស់ថ្ងៃបងទីតាំងតគេនៅតែអាំងបន្តជូនបងដដែលទេអញ្ចឹងប្រាប់បងប្អូនដូចខ្ញុំបញ្ជាក់អញ្ចឹងបើចង់បានមាន់លឿនជួយខលតាក់ទងតាម Telegram ហើយចាស់ថ្ងៃតាមព្រៃចាហើយនឹងជួបជើងមាន់ចេញទៅមួយគ្នាប្រាប់ឈុតហ្នឹងមកអញ្ចឹងប្រាប់បងប្អូនអរគ្នាចង់ញ៉ាំមាត់អាំងកែបបោកដែលរសជាតិឆ្ងាញ់ហើយខ្ញុំបន្តអាំងកណ្ដៅៗជូនរហូតចឹងបងប្អូននឹងថាមកម៉ោងម៉ាននេះគឺខ្ញុំអាំងកណ្ដៅៗជូនហ្មងហើយអ្វីដែលកាន់តែពិសេសស្រាប់មាន់គឺជាប្រភេទមាន់ខ្ចីបោកចាំបែបធម្មជាតិហើយកែបបោកវិញយើងប្រើជាមួយសាច់ជ្រូក3ជាន់សតហ្មងធានាឆ្ងាញ់ជូនណាហើយកុំភ្លេចកំងបងប្អូនគ្នាសាក់លបងឲ្យបានម្ដងបងប្អូនទៅទៀតហើយ